មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងធ្វើការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រប្រឡាយបឹងថ្នល់ប្រវែងជាង3គីឡូម៉ែត្រឃុំអូតាគីក្រុមការងារជំនាញមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងធ្វើការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រប្រឡាយបឹងថ្នល់ដែលមានប្រឡាយប្រវែង3250ម៉ែត្រកាលពីថ្ងៃទី19ខែឧសភាឆ្នាំ2025ស្ថិតនៅឃុំអូតាគីស្រុកថ្មគោលខេត្តបាត់ដំបងលោកឈឿនសុខុមប្រធានការិយាល័យធារាសាស្ត្រកសិកម្មនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថាយើងបានធ្វើការជួសជុលស្ដារនិងថែទាំប្រឡាយបឹងថ្នល់មានប្រវែង3250ម៉ែត្រក្នុងនោះមានសំណង់ក្បាលប្រឡាយចំនួន1កន្លែងទ្វារទឹក1ទ្វារសំណង់ស្ទាក់1កន្លែងទ្វារទឹក1ទ្វារស្ពាន1កន្លែងលូចែកទឹកចំនួន18កន្លែងទ្វារទឹក18ទ្វារលោកបន្ថែមថាប្រឡាយបឹងថ្នល់ទទួលបានប្រភពទឹកពីអាងកំពីងពួយចូលតាមប្រឡាយមេសំណង់ទ្វារ10បន្ទាប់មកចូលតាមប្រឡាយមេអូតាគីទៅមកដល់ប្រឡាយបឹងថ្នល់នេះលោកប្រធានការិយាល័យរូបនេះបានបញ្ជាក់ថាប្រព័ន្ធធារាសាស្ត្រប្រឡាយបឹងថ្នល់នេះមានលទ្ធភាពបម្រើឲ្យការស្រោចស្រពលើផ្ទៃដីរដូវវស្សា341ហិកតានិងរដូវប្រាំង220ហិកតា